ខ្ញុំគិតថាក្នុងស្ថានភាពបច្ចុប្បន្ននេះវាស្ថានភាពអាសន្នដែលខ្ញុំនិយាយក្នុងបរិបទសម្រាប់អនាគតខាងមុខក្រោយពីយើងបានធូរដៃពីនេះទៅណាព្រោះអីការទំនើបកម្មផ្នែកយោធាជារឿងចាំបាច់ដែលប្រទេសកម្ពុជាយើងត្រូវតែត្រៀមចំខ្លួនដើម្បីការពារនៅពេលអនាគតនេះគឺជាបំផុតទេបាទព្រោះថាយើងឃើញតាមបទពិសោធន៍ដែលយើងមើលសប្តាហ៍ថ្ងៃហ្នឹងគឺយុទ្ធជនរបស់យើងហ្នឹងគឺភាគច្រើនជីវភាពរបស់គ្នាមិនសម្បូរហូរហៀទេបានន័យថារៀងដុនដាបណាហើយបើយើងមើលខាងសេវាកម្មសង្គមកិច្ចសម្រាប់យោធាវិញក៏យើងមិនទាន់ឃើញមានគោលការណ៍អីច្បាស់លាស់ដែរបាទអញ្ចឹងសម្រាប់កងទ័ពខ្ញុំគិតថាចាប់បដូរដំបូងគឺទីធនធានមនុស្សដែលមានជីវភាពសមរម្យហើយនឹងមានការគ្រប់គ្រងផ្នែកសង្គមកិច្ចនឹងទាំងនៅពេលដែលគាត់កំពុងបំពេញកាតព្វកិច្ចហើយទាំងពេលបើសិនបើគាត់បលីអីត្រូវតែមានគោលការណ៍ច្បាស់លាស់អញ្ចឹងណាបាទហើយទំនឹងអានឹងបានយើងចាប់ផ្ដើមធ្វើទំនើបកម្មយោធាបាទហើយទំនើបកម្មយោធានេះវាត្រូវការធនធានមនុស្សមាំទាំហើយមានចំណេះដឹងទៀតសម្រាប់អនាគតបាទជាការពិតខ្ញុំបានលើកឡើងហើយថាអង្គើពុករលួយយើងនេះវាមាននៅគ្រប់វិស័យបាទប៉ុន្តែគាត់នៅវិស័យកងទ័ពបើកាលណាយើងបដ ாய் ឲ្យអង្គើពុករលួយនឹងកើតច្រើនពេកវានឹងធ្វើឲ្យកម្លាំងកងទ័ពមិនដែលមានភាពរឹងមាំទេបាទថាគេថាមានមែនតើទៅអ្នកធំមានឡានទំនើបជិះប៉ុន្តែកងទ័ពគ្នារកតខោអាវស្លៀកមិនបានអាហ្នឹងវាសិតតែបញ្ហាដែលបង្កឲ្យមានអយុត្តិធម៌នៅក្នុងប្រព័ន្ធរបស់កងយោធាដែរណាអានេះខ្ញុំមិននិយាយសប្តាហ៍ថ្ងៃនេះខ្ញុំមិននិយាយទេប៉ុន្តែនិយាយជាធម្មតាជាទូទៅវាចឹងណាបាទទី1សំខាន់គឺតើគ្រួសារយុទ្ធជនត្រូវបានទទួលអធិភាពអីខ្លះបើសិនបើមានបុគ្គលណាម្នាក់ចូលបម្រើនៅក្នុងកងទ័ពហើយទី2ទៀតតេតិនជាមួយនឹងគ្រឿងសម្ភារៈបំពាក់ផ្ទាល់ខ្លួនតើយុទ្ធជនម្នាក់ត្រូវទទួលបាននៅសម្ភារៈផ្ទាល់ខ្លួនដើម្បីឲ្យមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការចុះទៅសមរភូមិហ្នឹងបណ្ណាដូចទាហានអាមេរិកអីគេគាត់សម្ភារៈផ្ទាល់ខ្លួនរបស់គេអាចពី$5,000ទៅ$10,000ក្នុងទាហានម្នាក់ណាសម្រាប់រួមទាំងឯកសណ្ឋានរួមទាំងប្រដាប់ប្រដាប្រើប្រាស់ផ្ទាល់ខ្លួនក្នុងបកងយោធាផងហើយរឿងដែលសំខាន់នោះគឺតើមានផលប្រយោជន៍អីទៀតដែលយុទ្ធជនទទួលបានឧទាហរណ៍ថានៅក្នុងអំឡុងពេលបំពេញកាតព្វកិច្ចជាយោធាហ្នឹងតើផ្នែកពេទ្យឧបមាថាតើគាត់ត្រូវការទទួលបាននៅសេវាកម្មព្យាបាលជំងឺដោយឥតគិតលុយហើយនឹងរឿងរបស់គាត់ជាប់មានរបួសឬក៏ពលីថាតើមានគោលការណ៍អីខ្លះឲ្យច្បាស់លាស់ថាគាត់ត្រូវបានទទួលប្រមាណហើយធ្វើម៉េចកុំឲ្យអាសេវាកម្មទាំងអស់ហ្នឹងដល់ទៅពេលគ្នាពលីឬក៏របួសទៅហ្នឹងគឺមិនងាយបានធ្វើបានឆាប់ទៅឲ្យគ្នាណាហើយនៅកន្លែងខ្លះយើងមាននិយាយរឿងអស់ហ្នឹងដែរប៉ុន្តែជួនកាលដល់ពេលគ្នាពលីទៅហើយហ្នឹងគឺជួនកាលអ្នកខ្លះរាប់ខែរាប់ឆ្នាំមិនទាន់ឃើញបានមិនដឹងថានឹងវាមកពីស្អីបានដំណើរការយឺតអីចឹងណាបាទហើយខ្ញុំចង់ឲ្យរឿងឲ្យវាច្បាស់លាស់ទៅហើយអបមាអ្នកបលីចឹងគាត់ថាគ្នាបលីទៅត្រូវបានប្រមាណពាន់ប្រមាណអីម៉ឺនអីអាហ្នឹងឲ្យវាកុំឲ្យយូរឥឡូវយើងដាក់ផែនការថាឥឡូវក្នុងយ៉ាងយូរមួយអាទិត្យឬក៏មួយខែចុះក្រោមមួយខែចឹងទៅឲ្យវាបានណាបាទរឿងដែលយើងឃើញកន្លងមកខាត់ការរៀបចំដំណើរការឲ្យមានប្រសិទ្ធភាពបាទបើកាលណាយើងវាអានេះដូចពងមន់ហើយនឹងមេមន់ហើយនឹងពងមន់ណាកើតមុនអញ្ចឹងណាហើយបើសិនណាជាយើងគិតថាយើងដោយសារតែយើងគ្មានលទ្ធភាពយើងបំបត្តិអំពើពុករលួយមិនបានអាហ្នឹងបើបំបត្តិធ្វើឪពុករលួយមិនបានលទ្ធភាពក៏វាអត់មានដល់រហូតហ្នឹងបាទទៅមកបាទអានឹងវាត្រូវការទី1គឺចាប់ផ្ដើមការផ្លាស់ប្ដូរការគិតពីអ្នកនយោបាយមកណាបើអ្នកនយោបាយគិតថាចង់បានសង្គមជាតិនេះស្មោះត្រង់អានឹងយើងចាប់ផ្ដើមធ្វើពីលើមកមុនមកបាទកុំឲ្យបបោះគេថាមានរឿងនិយាយលេងថាបបោះផ្ទះគឺបបោះពីលើមុនគេមិនបបោះពីក្រោមទៅលើណាបាទខ្ញុំគិតថានៅក្នុងស្ថានភាពប្រជុំមួយថៃនេះគឺយើងបានឃើញអំពីឧត្តមគតិហើយនឹងភាពក្លាហានរបស់វីរយុទ្ធជនយើងណាបាទដូច្នេះនៅក្នុងពេលខាងមុខគឺការយកចិត្តទុកដាក់ទៅលើសុខុមាលភាពហើយនឹងជីវភាពរស់នៅរបស់វីរយុទ្ធជននេះគឺត្រូវមានសារៈសំខាន់កុំឲ្យនាំគ្នាស្រែកតែអាណិត
កងយោធានៅពេលដែលគ្នាកំពុងច្បាំងប៉ុន្តែដល់ពេលគ្នាឈប់ច្បាំងទៅវិញអ្វីៗក៏វិលទៅក្រោយវិញដដែលអានឹងយើងអាចបានរៀនសូត្រទេបាទន័យថាយើងនឹងបដ ாய் ឲ្យយុទ្ធជនយើងមានការលំបាកជីវិតជីវភាពហើយក៏មានថាចង់ធ្វើទាហានអីនៅថ្ងៃខាងមុខទៀតផងដែរអានឹងអញ្ចឹងណាបាទខ្ញុំមិនមានអីទេគាត់អ្វីខ្ញុំលើកឡើងមិនមានបំណងអីរិះគន់ក្នុងពេលបច្ចុប្បន្នទេបើបច្ចុប្បន្ននេះអ្វីៗវាកំពុងតែដំណើរការទៅហើយបាទបើយើងមិនជួយគ្នាយើងបន្ទោសគ្នាវាមិនកើតទេខ្ញុំអ្វីដែលខ្ញុំលើកឡើងក្នុង Facebook របស់ខ្ញុំគឺសម្រាប់ពេលអនាគតទេណាកុំឲ្យបងប្អូនណាទាញយកមកដាក់ក្នុងបច្ចុប្បន្នអីបើបច្ចុប្បន្នវាត្រូវការរួមកម្លាំងនេះគិតទាំងអស់គ្នាបាទ